អ្នកតាឃ្លាំងមើងក្នុងរីតប្រចន្ទរាជាគ្រិស្តសករាជ1502ប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកត្រួតត្រានគរខ្មែរដោយឈឺចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀមព្រះចន្ទរាជាក៏សម្លាប់បុត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែកទ័ពសៀមបានគៀប្រជាជនខ្មែរជាច្រើនអ្នកយកទៅស្រុកសៀមក្នុងនោះមានអ្នកម្នាងប៉ែននិងមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃផងដែរក្រោយមកអ្នកម្នាងប្រសូតបានបុត្រមួយអង្គមាននាមថាឧទេនរីឯមេដំរីក៏កើតបានកូនមួយដែរថ្ងៃមួយឧទេនបានសុំមេដំរីបោសរោងដំរីដើម្បីរៀនវិជ្ជាខាងមេដំរីស្ដេចសៀមឃើញឧទេនឧស្សាហ៍ក៏ប្រទានងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីពេលធំឡើងកូនមេដំរីប៉ាល់ប៉ៃបានធ្វើជាឌីនាងព្រះចៅសៀមថ្ងៃមួយស្រាប់តាវាចុះព្រេងព្រិចឈ្មោះស្លាប់ឧទេនតាមចាប់ដំរីនោះបានតាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារឧទេនថាជ័យអស្ចារ្យអាយុបាន16ឆ្នាំជ័យអស្ចារ្យបានបើកឧបាយកលត្រឡប់មកសោយរាជ្យស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងញ៉ាស្រុកនិងសេនាចាស់ម្នាក់ឈ្មោះមឿងព្រមទាំងកូន4នាក់បានចូលមកថ្វាយខ្លួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបូវីបូសេនាមឿងបានធានាថាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីទៅកិនពលខ្មោចមកច្បាំងនឹងសៀមលោកបានបង្កប់ឲ្យជីករណ្ដៅរួចដាក់ជំរំលោកលោតចុះទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូនពីរនាក់ទៀតក៏លោតចុះតាមដាវលុះថ្ងៃពេញបូមីគេលឺសន្ធឹកក៏ក្រាកមេឃក៏ក្រាកដីដួកបណ្ដាំសេនាមឿងមែនតបខ្មោចបានដង្ហែជ័យអាចារ្យលើកតបទៅឡំពត់បន្ទីសត្រូវតបសៀមភ័យរន្ធត់នាំគ្នារត់ប្រាសាយុតបសៀមបាក់បោកខ្លាចខ្លាយតបជ័យអាចារ្យក៏វិលត្រឡប់ទៅស្រុកវិញអស់ជ័យអាចារ្យឡើងគ្រងរាជ្យបន្តពីព្រះបិតានិងទទួលព្រះនាមថាព្រះជ័យជេស្តា